សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះអេមីនលើកយករឿង The Night Prince មកធ្វើការសម្ដែងដែលសាររឿងដំបូងចាប់ដើមឡើងនៅឃើញតួឯកប្រុសរបស់យើងដែលឃើញថាគេកំពុងតែធ្វើការជិះសេលំហែអារម្មណ៍អីអញ្ចឹងទៅដែលគេមានឈ្មោះថាឆារ៉ាន់ហើយថាគេក៏ជាអង្គរៈការពាររាជវង្សអាត់សាវ៉ាទេវធីនផងដែរនិយាយរួមទៅគ្រួសាររបស់គេជាអ្នកការពាររាជវង្សនេះជាច្រើនទសវត្សរ៍មកហើយបន្ទាប់ពីគេធ្វើការជិះសេអស់ចិត្តឲ្យឃើញថាគេក៏បានធ្វើការមកគូគំនូតទៀតកំពុងតែអង្គុយគូរសុកសុកក៏ឃើញថាមានគេមកប្រាប់ថាគឺព្រះមហាក្សត្របានធ្វើការចេញរាជក្រឹត្យមួយដល់អ្នករាល់គ្នាដើម្បីបង្ហាញខ្លួននៅចំពោះមុខគាត់ក្នុងរយៈពេលកន្លះម៉ោងទៀតឆារ៉ាន់ក៏បាននិយាយថាគឺខ្ញុំយល់ហើយបន្ទាប់ពីគេទទួលបានដំណឹងហើយក៏ឃើញថាគេក៏បានមកធ្វើការស្លៀកសម្លៀកបំពាក់យ៉ាងត្រឹមត្រូវនឹងដើម្បីជួបព្រះមហាក្សត្រមួយសន្ទុះក្រោយមកក៏ឃើញថាគេក៏បានចូលមកដល់កន្លែងដែលត្រូវជួបព្រះមហាក្សត្រតែថារៀងចម្លែកដែរគ្រាន់តែគេចូលមកដល់ភ្លាមក៏ឃើញថាអ្នកនៅខាងក្រៅនេះក៏បានធ្វើការបិទទ្វារភ្លាមៗដែរបន្ទាប់ពីឃើញអញ្ចឹងនៅពេលដែលគេដើរចូលក្នុងនេះក៏ឃើញថាគេព្យាយាមសង្កេតមើលជុំវិញដែរថាតើមានរឿងអ្វីអន់ហើយគេក៏បានដើរសម្ដៅទៅកន្លែងដាក់តែរបស់ស្ដេចនេះកំពុងតែឈរមើលសុកហ្នឹងក៏ឃើញថាមាននរណាម្នាក់ក៏បានធ្វើការយកកំបិតនេះប្រុងចាក់គេភ្លាមៗដែរតែដោយសារតែគេជាអង្គរៈអញ្ចឹងហើយភាពឆ្លៀសវៃរហ័សរហួនរបស់គេនេះគឺអាចគេវេះទាន់ហើយបន្ទាប់មកពួកគេក៏បានធ្វើការវាយបន្តគ្នានេះនៅកន្លែងហ្នឹងមួយសន្ទុះដែរតែនៅពេលចុងក្រោយឃើញថាឆារ៉ាន់នេះក៏បានយកកំបិតបានហើយរៀងធ្វើការចាក់បែកហ្នឹងហើយតែព្រះមហាក្សត្រក៏បានយើងចូលពីខាងលើមកដោយនិយាយថាឈប់ទៅឆារ៉ាន់ដែលព្រះអង្គមានព្រះនាមថាធីប៉បវរដែលក៏គឺជាខ្សែរាជវង្សអាសាវ៉ាទេវធីនឹងឯងហើយគាត់ក៏ជាស្ដេចដែលគ្រប់គ្រងនៅប្រទេសអេមីលីនឹងហើយគាត់ក៏បន្តនិយាយទៀតថាគឺជំនាញរបស់ឯងវិជ្ជាទេសរបស់ឯងនឹងនៅតែមានភាពមុតស្រួយដូចដើមហើយគេម្នាក់នេះជាគ្រូប្រយុទ្ធដ៏ល្អបំផុតដែលធ្វើការបង្វឹកដល់អង្គរៈរាជវង្សរបស់យើងហើយថាឯងប្រហែលជាឆ្ងល់ហើយហេតុអីបានជាយើងនេះចង់ធ្វើការសាកល្បងឯងអញ្ចឹងឆារ៉ាន់ក៏បាននិយាយថាទូលបង្គំប្រកាសណាស់ថាព្រះអង្គធ្វើបែបហ្នឹងសុទ្ធតែមានហេតុផលហើយព្រះអង្គក៏បាននិយាយថាគឺរដូវក្តៅជិតមកដល់ហើយថាវាក៏មិនអស្ចារ្យដែរបើសិនជាមាននរណាម្នាក់យល់ពីយើងហើយដើម្បីចូលរួមជាមួយយើងដើម្បីធ្វើការផឹកតែមួយពេងហើយមានរឿងមួយទៀតគឺយើងធ្លាប់ប្រាប់ឯងជាច្រើនលើកច្រើនសារហើយពេលដែលឯងនៅជាមួយយើងហ្នឹងមិនបាច់រៀបនិយាយបែបបត់អីបែបខ្សាត់អញ្ចឹងទេគឺថាឯងនៅតែជាចៅប្រុសដែលខ្ញុំចិញ្ចឹមតាំងតែពីតូចមកអញ្ចឹងហើយឥឡូវនេះនាំគ្នាក្រោកឡើងហើយបន្តមកទៀតព្រះអង្គក៏បានហៅឆារ៉ានេះទៅអង្គុយដើម្បីធ្វើការជែកគ្នាព្រះអង្គក៏បាននិយាយទៀតថាគឺមានតែឯងទេជាចៅប្រុសតែម្នាក់ដែលធ្វើឲ្យខ្ញុំនេះអាចនិយាយបានដោយសេរីចំណែកឆារ៉ាន់វិញក៏បានសួរសុខទុក្ខព្រះអង្គដែរថាព្រះអង្គឥឡូវហ្នឹងមិនហើយព្រះអង្គក៏បាននិយាយថាយើងមិនអីទេប៉ុន្តែឥឡូវហ្នឹងយើងមានអារម្មណ៍ថាដូចជាឯកាណាអញ្ចឹងហើយទើបយើងហៅឯងមកទីនេះដើម្បីចូលរួមជាមួយគ្នាឆារ៉ាន់ក៏បានសួរថាតើព្រះអង្គចូលចិត្តតែប្រភេទណាដែរប្រភេទអ៊ូឡុងឬក៏ប្រភេទអ្វីដែរព្រះអង្គក៏បាននិយាយថាតើតើនឹងប្រភេទតែអស់ហ្នឹងគឺនៅតែខ្ញុំពេញចិត្តទេអញ្ចឹងហើយគួរតែសាកល្បងយកប្រភេទតែពី UK មកម្ដងចំណែកឆារ៉ាន់វិញបន្ទាប់ពីលឺអញ្ចឹងក៏គេរៀងឆ្ងល់ដែរដែលមើលទៅនឹងព្រះអង្គដូចនិយាយនេះតើតើនឹងពាក្យសម្ងាត់ទេព្រះអង្គក៏បាននិយាយទៀតថាដោយសារតែឥឡូវនេះគឺយើងចាស់ពេកគឺយើងមិនអាចទៅយកវាបាននឹងខ្លួនឯងទេហើយថាយើងក៏គ្មានអ្នកណាទុកចិត្តបានដែលអាចធ្វើរឿងនេះឲ្យបានដែរឆារ៉ាន់ក៏បាននិយាយថាបើសិនជាព្រះអង្គទុកចិត្តខ្ញុំគឺខ្ញុំនឹងអាចយកវាមកឲ្យព្រះអង្គបានព្រះអង្គបន្តពីលឺអញ្ចឹងក៏បាននិយាយថាអញ្ចឹងហើយឥឡូវនេះឯងប្រញាប់ទៅគឺថាឯងជាមនុស្សតែម្នាក់ដែលយើងទុកចិត្តបានហើយបន្ទាប់មកឯងទៅរកដាណៃដែលគេជាមិត្តភក្តិចាស់របស់យើងគឺថាគេនឹងធ្វើការរៀបចំតែដ៏ល្អបំផុតសម្រាប់ឯងអញ្ចឹងហើយបើសិនជាឯងរងចាំយូរទៀតគឺថាវានឹងយឺតពេលហើយបន្ទាប់ពីព្រះអង្គនិយាយចប់ឆារ៉ាន់ក៏បានធ្វើការថ្វាយបង្គំលាដើម្បីទៅបន្តធ្វើបេសកកម្មតទៀតការមកដល់ London នៅកន្លែងប្រកួតកីឡា fencing អេដមីនមិនដឹងថាតើកីឡាហ្នឹងខ្មែរហៅថាម៉េចទេមានតែហៅថាកីឡាក្បាច់ដើមហ្នឹងហើយដែលនៅក្នុងនោះដែរក៏ចាប់អារម្មណ៍ឃើញថាឆារ៉ាន់ហ្នឹងក៏គេបានមកអង្គុយមើលដែរបន្ទាប់ពីធ្វើការប្រកួតមួយសន្ទុះក៏ឃើញថាបេក្ខជននេះគេត្រូវធ្វើការសម្រាប់អន្ទិញដែលបេក្ខជនម្នាក់នៅក្នុងនឹងជាតួឯកប្រុសរបស់យើងដែលគេមានឈ្មោះថាខានីនហើយកំឡុងពេលសម្រាប់នឹងក៏ឃើញថាគ្រូបង្វឹករបស់គេនេះក៏បានយកទឹកមកឲ្យហើយក៏បានធ្វើការណែនាំប្រាប់ឲ្យធ្វើការបន្តបែបម៉េចហ្នឹងសម្រាប់វគ្គបន្តទៀតហើយបន្ទាប់មកក៏ឃើញថាគេក៏បានធ្វើការចូលប្រកួតតទៀតក៏ឃើញថាវគ្គចុងក្រោយទឹកចុងក្រោយគឺខានីនជាអ្នកឈ្នះបន្ទាប់ពីចប់ការប្រកួតភ្លាមក៏ឃើញថាមិត្តភក្តិរបស់គេនេះក៏បានសប្បាយមកអបគេដោយសារតែគេហ្នឹងបានយកឈ្នះហើយកំឡុងពេលដែលគេសប្បាយអននេះក៏ឃើញថាគេក៏បានកលេចទៅឃើញឆារ៉ាន់ហ្នឹងបានអង្គុយមើលគេដែរតែថាពេលហ្នឹងគឺគេមិនស្គាល់ទេប៉ុន្តែចាប់អារម្មណ៍ថាមើលទៅហ្នឹងរៀងដូចថាមនុស្សប្លែកមុំដែលពេលនោះឃើញថាខានីននេះក៏បានដើរចេញពីបន្ទប់ប្រកួតហ្នឹងដើម្បីទៅធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់តែថាគេក៏ចាប់អារម្មណ៍ឃើញថាឆារ៉ាន់នេះគឺនៅឈរក្បែរគេនឹងរបៀបមើលទៅដូចកំពុងតាមដានគេអញ្ចឹងបន្ទាប់ពីឃើញបែបហ្នឹងនិយាយថាគេនេះគឺថាដើរមិនដល់មុខភ្លាមទេគឺថាគេរវល់ងាកមើលក្រោយអញ្ចឹងណាចង់ដឹងថាអ្នកហ្នឹងពិតជាតាមដានខ្លួនមែនអីដែលពេលនោះដែរឃើញថាមិត្តភក្តិរបស់គេនេះក៏បានមកហៅបន្ទាប់ពីឃើញអញ្ចឹងនិយាយថាគេឡើងភ័យតែម្ដងហើយគេព្យាយាមកលេចទៅមើលក្រោយវិញអញ្ចឹងណាក៏មិនបានឃើញឆារ៉ាន់ដែរចំណែកមិត្តភក្តិរបស់គេហ្នឹងគឺថាឈ្មោះផលគេក៏បាននិយាយថាគឺយើងក៏លេងទេតែថាយ៉ាងណាក៏ដោយក៏យើងនេះអបអរសាទរឯងដែរបន្ទាប់ពីជជែកលេងជាមួយមិត្តភក្តិហើយក៏ឃើញថាគេក៏បានមកធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់ដែលកំឡុងពេលហ្នឹងដែរគេចាប់អារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែធ្វើការតាមដានគេអញ្ចឹងតែថាគេខ្វល់ច្រើនទេក៏បានសវ័យសវ៉ាដើរចេញពីកន្លែងហ្នឹងទៅមួយសន្ទុះក្រោយមកឃើញថាគេបានដើរចេញមកខាងក្រៅហើយប៉ុន្តែនៅតែមានអារម្មណ៍ថាដូចជាមាននរណាតាម
ได้เป็นได้เคยท่าเกกับบ้านเกเกลาเคยท่าชารันนี่เปิดเผยการตามด้านเกเปิดแม่นก็ต่อไปเคยจังขานินกับบ้านเชียร์เยี่ยมดาวอย่างลื่นใหญ่เต๋อดาวใบเกยไว้กับเอาอย่าไปนั่งตามต้นได้ซาแต่ขานินดาวลื่นให้เกดาวโจมขนมเองจังก็แน่ก็เคยท่าชารันนี่คือดาวตอนตีได้เป็นได้เคยท่าขานินกับบ้านดาวเจนมีขังเกลามาเว้ยให้ใหญ่แท้ตอนโลกให้ได้บานตามชมถือไอ้แต่กำลังไปนั่งคือเกยใหญ่เชียร์ไปสร้างอังเลตีให้เกยกับบ้านสู้เตี้ยแท้ตอนโลกตระบ้านแดมแดมจูนเมาเมนก็ต่อไปลื่นจังก็เคยท่าชารันนี่กับบ้านเกเต๋อบนใต้เคยท่าเกยบ้านชลายตอบตีโดยเคยท่าเกยอันใหญ่เต้คันนี้กับบ้านใหญ่เจียวิซาไทยแท้ตาลูกนั่นมันอันใหญ่บ้านแม่นถ้าตาลูกจังบ้านเอาไว้ได้เลยนี่โดยเคยท่าเกยในแต่ตอนชลายเต้คันนี้กับบ้านใหญ่แท้ตาลูกมันโยนเอาไว้ชมใหญ่เต้ถอนจังให้ชมกระทาคือโลกบนตระบ้านอันนั้นมันแดมจูนเมาตีเรื่องมือกับโลกเชียร์ยันเฟอร์การยายชมให้ท่าเป็นอันนั้นปราบโลกเต้ไอ้ท่านกไปเลยโลกทัวการตามด้านมาดูเลยโลกโจจัดแบบนั่งคือท่าเวียเมอร์เตอร์กวดคลายแน่ให้มือเว้นเตี้ยชมก่อนบ้านเจ้าเราโลกได้จังให้แล้วนี่ถือชมขาดเป็นแน่hai tha cây rìm đeo chân hơi chả năng của bạn là giấy thẹt trong sông tô phong cứ tha lâu còn thưa ca son thang khang pin và tao bịลื่นchân khả năng có riêng cang đây là sao từ kia anh như vậy sao thay ban chả năng của bạn là giấy tiệt thẹt ta nơi tin đi về nạp rạp lâu tê ấy cứ rọpไปlâu thưa ca lâu đau cứ smart bảo lâu thếจังให้ตรงรอบติดตัวนี่คือไงนามุยวิจิให้พอถวยโลนี่จันบ้านถ้าตอนนี้เปิดจีเนียกับปูนขนมคลับบอลโลกนั่งแมนให้ท่าโลกน้องเมียงกางเอจานตีเตอร์ฟื้นจำได้คันนินไว้ไปต่อไปเตอร์บ้านเกสเตย์เอาอยู่วิทักคังเดย์คลังเหมือนเต้นกับบ้านใหญ่แท้ตาโลกจีเนียแน่แต่ถ้าจารันบ้านชอบเต้กับบ้านใหญ่ตีแท้กับเขานั่งแมนกรอนตาจิสมาร์บอลโลกเต้คือท่าโลกกับบ้านเฟอร์กายวิก้าก็เรียนปัญญาไปได้การเด็กยมนี้นี่คือเจตนาออเต้บางส่วนจีโลกโน้ตแต่บรรทอเฟอร์แบบนี้คือท่าเจจุ่มเนี้ยนั่งแมนจีบอลโลกเต้ถ้าเกิดบ้านได้เจมีอะไรนั่งเต้การมาดับแต่ระบบขานินไว้เคยทาปลาระบบเกกับบ้านเฟอร์การรีบจำโฮมนั่งง่ายรวงจำก้นมือสินตู้ครอยหม้อเคยทาขานินกับบ้านมาดับแต่ให้เกกับบ้านใหญ่ปลาเกทาจะจงกรอยคือโกนไอเฟอร์เวียดอแบบไรปลอดให้บ้านระบบขานินมันต้องไปลื่นจังสบายใจเป็นเต้นกับบ้านใหญ่ทาออกซาตัวพองเป็นใต้ทาเองก็มันตอนละอ้อนใบเฟอร์การเชียนตัวมุกได้ใต้ทาปลาระบบเกมตอนใหญ่จอบเต้ขานินเนี่ยกับบ้านใหญ่ทาคือสำหรับเอมิลี่คือชมนั่งง่ายมันตอนเรื่องม่อมเจเน่ประกวดกันแล้วใบดาวไอจิบหนูเต้คือทาปลาตอนใหญ่ใบนั่งระโหดทรงใบอาหารเนี่ยก็ระบบเอมิลี่ได้ให้ทรงใบแต่เต้นั่งง่ายก็โดยเจนบีเอมิลี่ได้บ้านจังได้ให้บ้านจีป้านี่โปรดักชั่วชมนั่งง่ายจีเอมิลี่ได้ตื้อป้าระบบเกมต่อไปลื่นจังก็เรียนออสมน้อยได้กับบ้านใหญ่แท้ไอ้ดังจังละอ้อให้จังง่ายฉับยำตื้อให้มันต่อเมาเยอะเพื่อการฝึกหัดต่อติ้นการนิ่งกับบ้านใหญ่แท้ต่อไปยาวชมสำหรับสันบ้านอ่อนต่อไปลื่นจังป้าระบบเกมกับบ้านใหญ่แท้การนิ่งก้นโดยเลือกแบบนั่งการนิ่งกับบ้านใหญ่แท้โอเคจังกับบ้านได้เกนี่กับบ้านเพื่อการยำใบตื้อให้กลุ่มลงไปยำใบนั่งอยู่ท่าป้าระบบเกมฉบับตั้งเหมือนเต้นส่งใบแต่การนิ่งการตูดสามนั่งง่ายกับป้าระบบเกมนี่เอาการได้การนิ่งกับบ้านใหญ่แท้คือชมบ้านปลาเต้คือชมกล่อมือเวียเต้ให้มือเวียนเตี้ยกลมแต่ป้าคลายจีเนนิปนเต้คือชมกระทาป้านั่งง่ายกูแต่คลายจีแต่เฮนเต้แล้วต่อไปเกยย่างมาให้หรือคืนท่าเกยกับบ้านมาเพื่อการฝึกหัดดาวนั่งต่อติ้นให้เกยกับบ้านนักเกิดแต่ดอกเป็นสำได้ระบายชานันบ้านปราบแทการเลือกดัชมาระบายเกยนั่งง่ายกึ่มเซอร์เตอร์เต้แล้วต่อไปนักเกิดดอกเป็นนั่งกับคืนท่าเกยกับบ้านเพื่อการเชื่อเยี่ยมกายปลายเวียได้เป็นได้ป้าระบายเกยกับบ้านมาดอลไลซูท่าตามีเรื่องไอ้คือป้าเมื่อคืนท่าโกนนี่โดยจะมีระบายดมแคนจังแค่นี้กับบ้านในใจท่าออตเต้ให้เกยกับบ้านเพื่อการเชื่อเยี่ยมหาต่อเตี้ยเต้ได้เป็นได้ป้าระบายเกยกับบ้านในใจท่าคือป้าไม่โมตนาเพียบแน่ได้ก็ตัวตู้สกอตจุดเล็กซอยลุนไอให้เพื่อการกายปลายเวียการนิ่งกับบ้านโซธาตาช่องเปิดเจียวซาลางแมนไอป้าระบอกกับบ้านใหญ่ทาเตอร์ให้คือจุดนักซาระบอกโกนคือโกนนี่ง่ายเพื่อการเลือกมาเลื่อนปิ้งตั้งแต่ป้าไอปราบถ่ายแล้วนี่โกนกับเปิดเพื่อการเชียร์เยี่ยมกายปลายเวียให้จังให้แล้วนี่โกนเหมือนตอนเพื่อการกายปลายต่อติ้นการเหมือนตอนทั้งไงทำไมอยู่ทั้งไงได้ขันนิดนี่เราเธอเก่ากูดไรปร้อนก็เคยท่านักน้องเวียนี่คือเกยชเนียคือบ้านเหมือนตูดับปรามเลือกดอกไอโน่ให้ไปตอบเมาโปรเกตบ้านเพื่อการทอรูหรือใบเพื่อการตัวเป็นตัวไอ้นักอะไรนั่งต่อเตี้ยเตอร์แล้วต่อไปเจ้าการมากู้ให้ก็เคยทากันนี่เกยสบายจะแคลงเหมือนเต้นคือทาเกยนั่งแง่ดานโลกหรือใบเพื่อการสปายปาเกยปันใต้มาต่อไปเกยโจเตอร์คือทาเกยสปายเจียงปลาระบอกเกยตัวติ้นโดยซาแต่เกยเคยทาบอเราเหมือนได้ตามด้านเกยหรือมุนนั่งแง่คือทามอนเดินกับไรนี่ให้เกยบ้านสู้ทาให้ได้บ้านจีโลมอตีนี่แล้วต่อไปเรื่องจังชารันริมใจให้บนใต้ปลาระบอกคันนี่กับบ้านในใจแท้ตกกับชมอยู่ในใจวิ่งให้ก่อนกับบ้านเพื่อการได้น้อมทานนี่คือจีโลชารันได้ก้อนนั่งมาดูเนตีนี่มือเดียวจะมวยปุ๋ยยึงคือแท้ก้อนจีเจ้าเปล่าแต่มันเนี่ยได้ปลากระบมพ่นคันนี้กับบ้านในใจแท้คือขยมมันโยลตี้ให้มนนั่งปลาบ้านในใจแท้ตกเรื่องได้งอยปลาจีเนี่ยในใจทานตาปลาจังเป็นในแบบนาได้ให้ไว้บ้านจีก้อนจังใบตราเนตีนี่จะมวยปุ๋ยยึงได้โดยเคยแบบนั่งปลาบอกกับบ้านในใจแท้คือโกนนั่งตราเถื่อนประกอบแท้คลุ้นนี่จะมาจับแต่ดอลลาร์แล้วต่อไปลื่นจังกับเคยท่าเกมมันใกล้ไอติดได้กับบ้านสวาได้จังมีอะไรนั่งพิมพ์ตื้อแล้วต่อไปเกมมันเอาตัวเคยท่าเกมของปงแต่งโกยการเปลี่ยนนี่นักเกิดผู้ท่าเกมนั่งเงินตอนบ้านโยเปลี่ยนนี่ตอนหางปลาเกเต้ท่าเกมกับบ้านสวาท่าโยเปลี่ยนนั่งตกสั้นให้มันต่อมาเคยท่าเกมนี่ปรองโยตกผักคนแต่เคยท่าเอาให้
ចឹងហើយគេក៏បានចូលទៅក្រោមដើម្បីយកទឹកផឹកប៉ុន្តែឃើញថាគេនេះក៏បានភ្ជាប់ជាមួយនឹងឆារ៉ាន់ចំណែកឆារ៉ាន់វិញទៅវាឃើញបែបហ្នឹងក៏ឃើញថាគេមិនបាននិយាយអីដែរខាងហ្នឹងក៏បានសួរថាតើលោកគិតថាលោកចង់ទៅណាហើយបានជាលោកនេះចង់មកក្រោមធ្វើអីឆារ៉ាន់ក៏បាននិយាយថាតើខ្ញុំអាចចុះក្រោមបានមែនខាងនេះក៏បាននិយាយថាបានគឺលោកចង់ធ្វើអីធ្វើទៅប៉ុន្តែខ្ញុំនេះមិនតន់សមថាមានលោកនឹងនៅក្នុងផ្ទះនេះដែរហើយអ្វីបានជាលោកនៅទីនេះដែរឆារ៉ាន់ក៏បាននិយាយថាគឺលោកទៅសួរប៉ារបស់លោកទៅខាងនេះក៏បាននិយាយថាគឺខ្ញុំសួរលោកហើយលោកនឹងមានកន្លែងនៅទេមែនឆារ៉ាន់ក៏បាននិយាយថាមានប៉ុន្តែខ្ញុំមានហេតុផលដែលត្រូវមកនៅទីនេះខាងនេះក៏សួរទៀតថាហេតុផលអីឆារ៉ាន់ក៏បាននិយាយថាគឺប៉ារបស់លោកដឹងគ្រប់យ៉ាងអញ្ចឹងហើយលោកទៅសួរគាត់ទៅគឺថាអ្វីក៏គាត់ដឹងដែរកាលដល់ព្រឹកថ្ងៃស្អែកឃើញថាខាងនេះក៏បានធ្វើការកាន់ពៀនហ្នឹងយកបង្ហាញប៉ារបស់គេដែរប៉ារបស់គេក៏បាននិយាយថាល្អណាស់កូនខាងនេះក៏បាននិយាយថាកាប់ពិតទៅគឺខ្ញុំចង់បង្ហាញប៉ានេះតាំងតែពីម្សិលមិញប៉ុន្តែដោយសារតែម្សិលមិញមានបញ្ហាទៅគឺខ្ញុំនេះមិនបានបង្ហាញប៉ាដែលពេលនោះដែរឃើញថាឆារ៉ានេះក៏បានចុះមកដែរហើយប៉ារបស់ខាងនេះហ្នឹងក៏បានទៅលើកអាហារពេលព្រឹកនេះយកមកឲ្យគេបន្ទាប់ពីឃើញអញ្ចឹងខាងនេះក៏រៀងខឹងដែរក៏បាននិយាយថាតើប៉ាហ្នឹងធ្វើអាហារឲ្យគាត់ដែរមែនហើយគេក៏បានសប្បាយឡើងចេញពីកន្លែងហ្នឹងដល់និយាយថាគឺខ្ញុំហ្នឹងប្រញាប់ទៅធ្វើការហ្វឹកហាត់តទៀតតែដោយសារខ្លាចប៉ារបស់គេបារម្ភគេក៏បាននិយាយថាមិនអីទេខ្ញុំទៅញ៉ាំអាហារជាមួយនឹងផលនៅក្លឹបក៏បានដែរមួយសន្ទុះក្រោយមកឃើញថាគេក៏បានដើរមកដល់កន្លែងក្លឹបហើយតែគេមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែតាមដានគេទៀតហើយដោយលឺបែបហ្នឹងគឺថាគេរៀមវ័យហើយប៉ុន្តែងាកទៅឃើញថាជាមិត្តភក្តិរបស់គេទេដោយឃើញបែបហ្នឹងផលក៏បាននិយាយថាតើឯងមានរឿងអីមករយៈហ្នឹងឃើញឯងនេះរៀងភ្ញាក់អញ្ចឹងខាងនេះក៏បាននិយាយថានិយាយឲ្យត្រង់ទៅគឺមួយរយៈនេះខ្ញុំមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែតាមដានខ្ញុំអញ្ចឹងមិត្តភក្តិរបស់គេក៏បាននិយាយថាមិនអីទេឯងនេះកុំភ័យអីដោយសារតែនៅទីនេះគឺគ្មានអ្នកណានោះទេគឺនៅតែខ្ញុំតាហើយថាថ្ងៃនេះពួកយើងក៏មានកម្មវិធីជប់លៀងដែរហើយឯងនេះទៅឬអន់ខាងនេះក៏បានឆ្លើយយកព្រមឲ្យពួកគេនឹងរៀបដើរទៅហើយក៏ឃើញថាចារ៉ានេះក៏បានដើរមកចារ៉ាក៏បានធ្វើការណែនាំទៅមិត្តភក្តិរបស់ខាងនេះនឹងដោយប្រាប់ថាខ្លួននេះជាមិត្តភក្តិរបស់ខាងនេះហើយខ្ញុំក៏បានឮថាពួកលោកនឹងនិយាយគ្នាអំពីរឿងជប់លៀងនេះថាតើខ្ញុំនឹងអាចចូលរួមដែរបានអន់បន្ទាប់ពីឮអញ្ចឹងខាងនេះក៏បានព្យាយាមធ្វើទឹកមុខប្រាប់មិត្តភក្តិរបស់គេនឹងថាកុំអោយទៅអីតែថាផលរឿងពិបាកបកែកដែរក៏បាននិយាយថាអូខេមិនអីទេទៅក៏បានដែរមួយសន្ទុះក្រោយមកឃើញថាពួកគេក៏បានមកដល់កន្លែងពិធីជប់លៀងនឹងហើយដែលពេលនោះដែរឃើញថាមានស្រីស្អាតម្នាក់ក៏បានមកសួរនាំឆារ៉ានឹងថាមិនដែរសប្បាយអន់ឆារ៉ាក៏បាននិយាយថាមិនអីទេគឺខ្ញុំសប្បាយទេហើយបន្ទាប់មកឃើញថាគេក៏បានដើរទៅរកខានីនដោយបានយកនំយកអីនេះទៅឲ្យខានីនញ៉ាំដែលពេលនោះដែរឃើញថាឆារ៉ានេះក៏បានមកចូលរួមនិយាយជាមួយពួកគេដែរហើយផលក៏បានធ្វើការណែនាំទៅម្នាក់ស្រីហ្នឹងថាម្នាក់ហ្នឹងគឺជាមិត្តភក្តិរបស់ខានីនម្នាក់ស្រីហ្នឹងក៏បាននិយាយថាតើខានីនមានមិត្តភក្តិសង្ហាបែបហ្នឹងតាំងពីពេលណាមកប្រាប់ខ្ញុំអញ្ចឹងហើយថាគេនេះក៏ជាមិត្តភក្តិរបស់ឯងដែរបន្ទាប់ពីលើបែបហ្នឹងខានីននេះក៏រៀងអៀនដែរក៏បាននិយាយថាឥឡូវហ្នឹងលោកមើលខ្ញុំធ្វើអីអញ្ចឹងហើយឥឡូវនេះលោកយកនំនេះទៅញ៉ាំដែរទៅគឺថាវាឆ្ងាញ់ណាស់បន្ទាប់ពីញ៉ាំអីនៅក្រៅអស់ចិត្តឃើញថាពួកគេក៏បាននាំគ្នាចូលមកក្នុងនេះដើម្បីធ្វើការលេងហ្គេមលេងអីតទៀតដែលហ្គេមហ្នឹងគឺពួកគេទៅធ្វើការញ៉ាំនំជាមួយគ្នាអញ្ចឹងហើយចង់ដឹងថាតើគូចុងក្រោយហ្នឹងអ្នកណានេះអសននំខ្លីជាងគេគឺឈ្នះហើយតែថាដំបូងនេះខាងនេះក៏បានបកកែកដែរប៉ុន្តែមិត្តភក្តិរបស់គេហ្នឹងក៏បាននិយាយថាឯងដឹងអត់វិធីជប់លៀងនេះគឺពួកយើងធ្វើឡើងដើម្បីអបអរសាទរការឈ្នះរបស់ឯងអញ្ចឹងហើយឯងទៅធ្វើការលេងបន្ទាប់ពីលើបែបហ្នឹងក៏ឃើញថាគេក៏បានបកកែកទៀតដែរតែថា4អ្នកគេហ្នឹងគឺមិនបានចាប់គូឲ្យគ្នាទេប៉ុន្តែវាចៃដន្យដែរនៅពេលដែលខាងនេះបានធ្វើការអង្វល់ដបនេះក៏ឃើញថាគូរបស់គេហ្នឹងជាឆារ៉ាន់បន្ទាប់ពីឃើញអញ្ចឹងក៏គេនេះមិនសប្បាយចិត្តដែរប៉ុន្តែគេហ្នឹងមិនចង់ចាញ់ទេហើយគេក៏បាននិយាយទៅឆារ៉ាន់ថាបើសិនជាលោកភ័យខ្លាចហ្នឹងលោកចាញ់ទៅឆារ៉ាន់ក៏បាននិយាយថាហេតុអីបានជាខ្ញុំចាំបាច់ទៅធ្វើអីនៅពេលដែលពួកយើងអាចធ្វើការចែករំលែកគោលដៅជាមួយគ្នាបានដោយលើបែបហ្នឹងពួកគេក៏បានធ្វើការចាប់ផ្ដើមប្រកួតទៅហើយកំឡុងពេលប្រកួតហ្នឹងក៏ឃើញថាឆារ៉ានីមិនសូវហ៊ានទៅគៀកពេកទេតែដោយសារតែគេខ្លាចចាញ់ខាងនេះហ្នឹងក៏បានធ្វើការទាញឆារ៉ានីគឺថាឡើងមកគៀកគេតែម្ដងរហូតដល់មករបស់គេពីរនាក់នេះគឺថាឡើងប៉ះគ្នាដែលពេលនោះដែរឃើញថាជាចុងក្រោយគឺថាខាងនេះគឺគេឈ្នះទៀតហើយដោយសារតែពួកគេហ្នឹងគឺខ្លីជាងដែលឃើញបែបហ្នឹងមិត្តភក្តិរបស់គេផលនេះក៏បាននិយាយថាតើមុនហ្នឹងពួកឯងថើបគ្នាមែនបានរហូតដល់នំហ្នឹងនៅខ្លីប៉ុណ្ណឹងមួយសន្ទុះក្រោយមកឃើញថាឆារ៉ានីក៏បានមកឈរខាងក្រៅម្នាក់ឯងដល់ឃើញបែបហ្នឹងខាងនេះក៏បានដើរមករកឲ្យសួរថាលោកកំពុងតែនឹកគិតអំពីរឿងកើតឡើងកាលពីពេលមុនហ្នឹងមែនថាតើលោកធ្វើវាពិតប្រាកដម្ល៉េះគឺវាហ្នឹងគ្រាន់តែមាត់ប៉ះមាត់ទេឆារ៉ានក៏បាននិយាយថាតើលោកដឹងអំពីរឿងនីតិនៃការថើបរបស់អេមីលីនអន់ខាងនេះក៏បាននិយាយថាគឺខ្ញុំមិនដឹងទេគឺការថើបគឺជាការថើបនឹងឲ្យវាគ្មានអីពិសេសទេដល់ឃើញថាទឹកមុខរបស់ឆារ៉ានីនៅតែមិនសប្បាយចិត្តទេក៏បានសួរថាតើលោកនេះប្រាប់ខ្ញុំអត់ថាវាមានរឿងអីដល់ឃើញថាគេនៅតែមិនឆ្លើយទេគេក៏បាននិយាយថាអូខេខ្ញុំក៏មិនចង់ដឹងទៀតដែរហើយឥឡូវនេះគឺខ្ញុំទៅយកអ្វីៗដើម្បីទៅផ្ទះដែលពេលនោះដែរឆារ៉ាក៏ចាប់អារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែលបមើលពួកគេអញ្ចឹងមួយសន្ទុះក្រោយមកឃើញថាពួកគេក៏បានមកដល់ផ្ទះហើយថាគេរៀបឡើងគេងហើយប៉ុន្តែខាងនេះក៏បានមកសួរប៉ារបស់គេសិនអំពីរឿងព្រេងនិទាននៃការថើបរបស់អេមីលីនអីហ្នឹងចំណែកឆារ៉ានវិញទៅពីលើគេចង់ដឹងអំពីរឿងហ្នឹងគឺថាគេនេះក៏បានសម្រាប់ដើរចេញពីកន្លែងហ្នឹងដែរប៉ារបស់ខាងនេះក៏បានសួរថាហេតុអីមកជាសុកកូនចង់ដឹងអំពីរឿងហ្នឹងអញ្ចឹងខាងនេះក៏បាននិយាយថាគឺប៉ាតែប្រាប់ខ្ញុំគ្រប់យ៉ាងអំពីរឿងរបស់អេមីលី
ប៉ុន្តែហេតុអីបានជាប៉ាមិនប្រាប់ខ្ញុំអំពីរឿងហ្នឹងអញ្ចឹងប៉ារបស់គេក៏បាននិយាយថាប៉ាគិតថាវាហ្នឹងដូចជាមិនសូវសំខាន់ទៅប៉ាមិនប្រាប់ដោយឃើញថាកូនចង់ដឹងពេកប៉ារបស់គេក៏បាននិយាយថារឿងនីតិនៃការថើបរបស់អេមីលៀននៅពេលដែលគេថើបនរណាម្នាក់គឺដើម្បីបិទនៃចំណងសេចក្តីស្រឡាញ់បន្តរហូតដល់ស្លាប់ធ្វើឲ្យពួកគេបែកគ្នាបន្ទាប់ពីលើអញ្ចឹងខានីនីក៏រៀងភ័យដែរក៏បានកលុយទៅមើលឆារ៉ាន់តិចដែរហើយគេក៏បាននិយាយតិចៗថាគឺមុនហ្នឹងគ្រាន់តែការលេងហ្គេមទេគឺវាមិនមែនពិតប្រាកដអីទេថាអូនហើយបន្ទាប់មកគេបានប្រាប់ប៉ាគេថាឥឡូវហ្នឹងកូនប្រញាប់ទៅសម្រាកហើយបន្ទាប់ពីគេមុជទឹកហើយក៏ឃើញថាគេនេះក៏បានឈរនឹកគិតអំពីរូបភាពដែលគេមុនហ្នឹងបានថើបគ្នាជាមួយនឹងឆារ៉ាន់ហើយក៏បាននឹកគិតទៅដល់ពេលសម្ដែងប៉ារបស់គេបាននិយាយអំពីរឿងព្រេងនិទាននៃការថើបគ្នារបស់អេមីលៀនមិញហ្នឹងដែរហើយគេក៏បានប្រាប់ខ្លួនឯងថាវាមិនអីទេវាគ្រាន់តែជាព្រេងនិទានទេវាមិនអីទេតែថាគេនេះនៅតែមិនព្រមឈប់នឹកគិតទេហើយគេក៏បាននិយាយថាអូខេចាំខ្ញុំហ្នឹងទៅនិយាយជាមួយគេបន្តម្ដងទៀតដែលពេលនោះដែរឃើញថាពេលដែលគេដើរមករកឆារ៉ាន់ហ្នឹងក៏ឮថាឆារ៉ាន់នេះកំពុងតែនិយាយជាមួយប៉ាគេថាគេនេះមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែធ្វើការតាមដានអញ្ចឹងហើយឥឡូវនេះខ្ញុំត្រូវធ្វើការនាំព្រះអង្គម្ចាស់ខានីនទៅប្រកល់ជូនឲ្យអេមីលីឆាប់ដើម្បីជាសុវត្ថិភាពរបស់គាត់ហើយព្រះអង្គម្ចាស់ខានីនត្រូវចាំបាច់ជូនដំណឹងអំពីពងសាវតាទៅគាត់ហ្នឹងឲ្យគាត់ដឹងប៉ារបស់ខានីនក៏បាននិយាយថាគឺខ្ញុំបានដឹងអំពីរឿងនេះប៉ុន្តែថាគេមិនទាន់បានធ្វើការត្រៀមរួចរាល់ក្នុងការប្រយុទ្ធទេឆារ៉ាន់ក៏បាននិយាយថាព្រះមហាក្សត្រឥឡូវនេះគឺគាត់មានសុខភាពមិនសូវល្អទេគឺធ្លាក់ចុះរហូតហើយយោងតាមច្បាប់បុរាណរបស់អេមីលីការប្រកួតប្រជែងនឹងធ្វើឡើងនៅពេលដែលព្រះអង្គធ្វើការដាក់រាជដូច្នេះហើយឥឡូវនេះព្រះអង្គត្រូវយាងត្រឡប់ទៅវិញដែលជាអ្នកស្នងមរតកតែមួយគត់នៃត្រកូលរាជវង្សអត្តសាវ៉ាទេវធីនប៉ារបស់ខានីនក៏បាននិយាយថាគឺខ្ញុំមិនដឹងទេថាទៅប្រាប់គេយ៉ាងណាដោយសារតែរយៈពេលប្រហែលឆ្នាំនេះគេរស់នៅមកធំធាត់មកគឺគេនឹងដូចជាកូនរបស់ខ្ញុំអញ្ចឹងចំណែកខានីនវិញបន្តពីលើអញ្ចឹងគឺថាគេលង្កាំងតែម្ដងដោយសារតែប៉ារបស់គេនឹងមិនមែនជាប៉ាពិតទេហើយគេក៏បានដើរចូលទៅរួចនិយាយថាតើអ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំអត់ថាឥឡូវនេះមានរឿងអីឆារ៉ាន់ក៏បាននិយាយថាព្រះអង្គម្ចាស់ខានីនគឺថាលោកជាឈាមចររាជវង្សដូច្នេះហើយលោកត្រូវវិលត្រឡប់ទៅអេមីលីវិញតែថាខានីននេះទទួលយកមិនបានទេក៏បាននិយាយថាតើលោកកំពុងតែនិយាយអំពីអីហើយគេក៏បានបែរមកសួរប៉ាគេដែរថាប៉ាមានរឿងអីតែថាប៉ារបស់គេមិនបាននិយាយទេក៏បានធ្វើការអន់គ្រប់ខានីនដែរហើយគាត់ក៏បាននិយាយថាព្រះអង្គគឺជាព្រះអង្គម្ចាស់ខានីនហើយថាខ្ញុំក៏មិនមែនជាឪពុកម្កាយរបស់ព្រះអង្គដែរអញ្ចឹងហើយសូមព្រះអង្គធ្វើការអភ័យទោសឲ្យខ្ញុំផងដែលខ្ញុំធ្វើការលាក់បាំងព្រះអង្គនេះជាយូរណាស់មកហើយតែថាខានីននេះមិនបានជឿទេក៏បានធ្វើការយំផងដោយនិយាយថាគឺវាមិនពិតទេគឺខ្ញុំមិនជឿទេហើយប៉ារបស់គេក៏បាននិយាយទៀតថាឥឡូវនេះគឺដល់ពេលវេលាហើយដែលព្រះអង្គត្រូវវិលត្រឡប់ទៅអេមីលីវិញដោយឃើញថាប៉ារបស់គេអត់មិនឈប់ទេខានីននេះក៏បានមកកាន់ហើយនិយាយថាប៉ាឈប់ធ្វើបែបហ្នឹងទៅប៉ាមើលមកខ្ញុំមកហើយគេក៏បាននិយាយជាមួយប៉ាគេថាគឺខ្ញុំនៅតែមិនជឿទេគឺខ្ញុំមិនជឿទេហើយហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវទទួលឋានៈជាស្ដេចអីនោះគឺអ្វីដែលខ្ញុំចង់បានអ្វីដែលខ្ញុំស្នើសុំគឺខ្ញុំគ្រាន់តែចង់ធ្វើជាកូនរបស់ប៉ាទេហើយគេក៏បានធ្វើការយំអបប៉ាគេតទៅទៀតទៅបន្ទាប់ពីគេយំនៅខាងក្រៅអស់ចិត្តឃើញថាគេនេះក៏បានមកអង្គុយយំក្នុងបន្ទប់ទៀតហើយគេក៏បានយកសភៅទាក់ទងនឹងប្រវត្តិរបស់ប្រទេសអេមីលីអីហ្នឹងគឺថាបោះចោលតែម្ដងដោយសារតែគេនេះខឹងពេកកាន់មកដល់ព្រឹកថ្ងៃស្អែកឃើញថាគេក៏បានដើរមើលរូបថតចាស់ៗដែលគេបានធ្វើការថតជាមួយប៉ារបស់គេហ្នឹងតាំងតែពីតូចរហូតដល់ធំហើយក៏បាននឹកគិតទៅដល់រូបភាពដែលប៉ារបស់គេបានមករៀនគេនេះឲ្យលេងព្យ៉ាណូដែរបន្ទាប់ពីនឹកគិតដល់ពេលហ្នឹងហើយឃើញថាគេនេះក៏បានធ្វើការលេងព្យ៉ាណូទៀតហើយកំឡុងពេលដែលគេលេងព្យ៉ាណូនេះក៏បាននឹកគិតទៅដល់សម្ដីរបស់ប៉ាគេបាននិយាយថាគឺថាខ្ញុំមិនដឹងថាប្រាប់គេបែបណាទេដោយសារតាំងតែពីដើមមកគឺគេរស់នៅហ្នឹងជាកូនរបស់ខ្ញុំរហូតមកបន្ទាប់ពីនឹកគិតដល់ពេលហ្នឹងហើយនិយាយថាគេនេះកាន់តែយំខ្លាំងមែនទែនដោយឃើញបែបហ្នឹងឆារ៉ាន់ក៏បានដើរមករកហើយក៏បានយកដៃហ្នឹងប៉ះខ្នងរបស់គេដែរខានីនក៏បានសួរថាតើលោកចូលមកនេះបានដោយរបៀបណាឆាប់ចេញទៅឆារ៉ាន់ក៏បាននិយាយថាគឺវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការការពារនិងមើលថែព្រះអង្គម្ចាស់ខានីនក៏បាននិយាយថាលោកការពារខ្ញុំតែថាឥឡូវនេះគឺលោកកំពុងតែបំផ្លាញជីវិតរបស់ខ្ញុំហើយគេក៏បានសវ៉ាដើរចេញពីកន្លែងហ្នឹងទៅមួយសន្ទុះក្រោយមកក៏ឃើញថាគេក៏បានវិលត្រឡប់មកពីការហាត់សមវិញហើយគេក៏បាននិយាយថាប៉ាឥឡូវនេះប៉ាធ្វើការបញ្យល់ខ្ញុំទាំងអស់មករឿងរ៉ាវគ្រប់យ៉ាងប៉ារបស់គេក៏បាននិយាយថាគឺលោកជាព្រះអង្គម្ចាស់ខានីនដែលជាអ្នកស្នងមរតកតែមួយគត់នៃត្រកូលរាជវង្សអត្តសាវ៉ាទេវធីនហើយនៅពេលនេះដែរជីតារបស់ព្រះអង្គអង្គុយនៅលើបល្ល័ង្កជាស្ដេចរបស់អេម៉ាលីនៅពេលដែលសោតនីយកម្មកើតឡើងគឺព្រះអង្គមានអាយុតិចជាង1ឆ្នាំដែលពេលនោះព្រះរាជពិធីដង្ហែរបស់ព្រះនាងខូនីតាដែលជាម្ដាយរបស់ព្រះអង្គត្រូវបានធ្វើការវាយឆ្មោះដោយមានហេតុការណ៍បែបនោះទៅធ្វើឲ្យព្រះនាងនេះមិនអាចរស់រានមានជីវិតទេហើយព្រះអង្គម្ចាស់ថារិនត្រូវបានបាត់បង់ភរិយាជាទីស្រឡាញ់ហើយនិងកូនប្រុសរបស់គាត់ហើយបន្ទាប់មកព្រះរាជពិធីបុណ្យសមក៏ត្រូវបានធ្វើឡើងសម្រាប់អ្នកទាំងពីរហើយព្រះអង្គម្ចាស់ក៏បានចាត់ខ្ញុំយ៉ាងសម្ងាត់ដើម្បីឲ្យមកជួយសង្គ្រោះព្រះអង្គគឺថាគាត់បានធ្វើការបញ្ជាខ្ញុំដើម្បីនាំព្រះអង្គនេះមករស់នៅជាមួយខ្ញុំអញ្ចឹងហើយឥឡូវនេះគឺវាដល់ពេលវេលាហើយដែលវិលត្រឡប់ទៅគ្រួសារដែលព្រះអង្គបានកើតបន្ទាប់ពីនិយាយគ្នាចោលឃើញថាគេក៏បានមកដល់បន្ទប់ហើយគេក៏បានអង្គុយមើលរូបភាពរបស់គេថតពីទូចហ្នឹងជាមួយនឹងប៉ារបស់គេហើយកំឡុងពេលហ្នឹងដែរប៉ារបស់គេនេះក៏បានមកដល់ហើយនិយាយថាខានីនគឺប៉ាចង់និយាយជាមួយបន្តិចតែថាគេនេះមិនចង់និយាយជាមួយទេក៏បានធ្វើជាគេលក់ទៅដែលពេលនោះដែរឃើញថាប៉ារបស់គេក៏ចូលមកឃើញថាកូននេះគេនឹងមិនបានដកភួយទេដល់ឃើញបែបហ្នឹងក៏បានធ្វើការដកភួយឲ្យ
ហើយក៏បានដឹកទៅដល់ពេលសម្ដីរបស់ខានីដែលបាននិយាយមុននឹងថាតើប្រហែលឆ្នាំមកនេះតើខ្ញុំពិតជាកូនប្រុសរបស់ប៉ានៅក្នុងក្រសែភ្នែករបស់ប៉ាអនតែឃើញបែបហ្នឹងប៉ារបស់គេនេះក៏បាននិយាយថាវាមិនមែនបែបហ្នឹងទេតែពេលនោះដែរឃើញថាចារ៉ានេះក៏បានដើរមកហើយក៏បានធ្វើការអនគោរពដែរខានីក៏បាននិយាយថាគឺខ្ញុំមិនទៅអេមីលីទេហើយគឺក៏បានសវ៉ាដើរចូលទៅបន្ទប់ទៅបន្ទាប់ពីនឹកគាត់ដល់ពេលហ្នឹងហើយឃើញថាគាត់នេះក៏ណិតដល់ខានីដែរហើយគាត់ក៏បានយកដៃនេះទៅអែក្បាលរបស់កូនបន្តិចដែរមួយសន្ទុះក្រោយមកឃើញថាខានីនេះក៏បានស្ដាប់ឮចារ៉ានិយាយថាគឺពួកគេបានដឹងហើយថាព្រះអង្គនឹងនៅទីនេះដូច្នេះហើយពួកយើងនេះបញ្ញាប់ចាក់ចេញទៅដោយលើបែបហ្នឹងខានីក៏បាននិយាយថាហេតុអ្វីខ្ញុំចាំបាច់ទៅដោយសារតែនេះជាជីវិតរបស់ខ្ញុំកំពុងតែនិយាយគ្នាក៏បានឮសំឡេងថាដូចជាមាននរណាម្នាក់មកចារ៉ាបន្ទាប់ពីឮអញ្ចឹងក៏បានដើរទៅមើលឃើញថាមានបរិសម្នាក់កាន់កំបិតហ្នឹងប្រុងធ្វើការចាក់ពួកគេដោយឃើញបែបហ្នឹងចារ៉ានេះក៏បានស្រែកប្រាប់ថារត់ទៅពេលដែលប៉ារបស់ខានីនប្រុងរត់នេះក៏ឃើញថាមានម្នាក់ទៀតចេញមកហើយបន្ទាប់មកឃើញថាប៉ារបស់គេនេះក៏បានព្យាយាមស៊ូជាមួយនឹងអាប៉ែហ្នឹងដែរបន្ទាប់ពីវាយគ្នាមួយសន្ទុះក៏ឃើញថាពួកគេក៏បានធ្វើការចាត់ការពីរនាក់នេះបានដួលហើយបន្ទាប់ពីឃើញបែបហ្នឹងចារ៉ានេះក៏បានសវ៉ាទាញខានីនហ្នឹងរត់ចេញពីកន្លែងហ្នឹងភ្លាមតែថាមិនទាន់បានរត់ចេញផុតផងក៏ឃើញថាមានបរិសម្នាក់បានកាន់កំភ្លើងមកភ្ជុំពួកគេបន្ទាប់ពីឃើញបែបហ្នឹងពួកគេក៏បានព្យាយាមធ្វើការវាយបន្តគ្នាតទៀតដែលពេលនោះដែរឃើញថាប៉ារបស់ខានីនេះក៏បានធ្វើការវាយតបដណ្ដើមកំភ្លើងជាមួយនឹងបុរសម្នាក់ក្នុងកំឡុងពេលហ្នឹងដែរក៏បានឮសំឡេងកំភ្លើងតែមិនដឹងថាត្រូវប៉ារបស់ខានីនឬក៏ត្រូវអ្នកណាទេហើយសាច់រឿងក៏ត្រូវបានបញ្ចប់ត្រង់កន្លែងហ្នឹងទៅ